ជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះខុំសណាតមកពីថ្នាក់ថ្ងៃនេះខ្ញុំឡើងមកធ្វើបទបង្ហាញអំពីមេរៀននៅសប្តាហ៍ទី10គឺការវិតម្លៃនៃផលបត្តិដែលចំណុចទី1គឺការវិតម្លៃនៃផលបត្តិការវិតម្លៃផលបត្តិគឺជាការប្រមូលនិងរៀបចំស្នាដៃដូចជាការងារការសរសេរគំនូរឬក៏គម្រោងអ្វីផ្សេងៗរបស់សិស្សដើម្បីបង្ហាញអំពីការចម្រើនការសិក្សានិងសមត្ថភាពរបស់ពួកគេដែលគោលបំណងទី1គឺការតាមដានការរីកចម្រើនរបស់សិស្សគឺការវិតម្លៃសមត្ថភាពជាក់ស្ដែងរបស់សិស្សលើកទឹកចិត្តឲ្យសិស្សឲ្យពួកគាត់នឹងខិតខំរៀនសូត្រនិងជួយឲ្យសិស្សនឹងចេះពិចារណាកំហុសដោយខ្លួនឯងឬក៏ពិចារណានៅអ្វីដែលខុសនិងអ្វីដែលត្រូវដោយខ្លួនឯងទី2គឺប្រភេទនៃផលបត្តិគឺជាគឺមានប្រភេទនៃផលបត្តិមានដូចជាផលវិបត្តិនៃការងារការប្រមូលស្នាដៃដែលកំពុងធ្វើទី2គឺផលបត្តិនៃបង្ហាញដែលជ្រើសរើសស្នាដៃដែលល្អបំផុតទី3គឺផលបត្តិនៃការវិតម្លៃគឺការប្រើសម្រាប់ការវិតម្លៃបន្ទុកចំពោះគុណសម្បត្តិនៃការវិតម្លៃផលបត្តិវិញគឺបង្ហាញអំពីការចម្រើនពិតប្រាកដមើលឃើញសមត្ថភាពជាច្រើនផ្នែកជួយអភិវឌ្ឍការគិតនិងវិភាគនិងភាពនិងច្នៃប្រឌិតចំពោះគុណវិបត្តិវិញគឺចំណាយពេលច្រើននៅក្នុងការរៀបចំពិបាកវាតម្លៃឲ្យស្មើគ្នាត្រូវការណែនាំល្អពីគ្រូផងដែរឧទាហរណ៍ដូចជាសិស្សថ្នាក់ទី5អាចមានផលបត្តិដូចជាសិភៅសរសេរគំនូរលំហាត់គណិតវិទ្យានិងគម្រោងសិក្សាអ្វីផ្សេងៗចំពោះចំណុចទី2គឺចរិតលក្ខណៈនៃផលវិបត្តិមានលក្ខណៈសំខាន់ដូចជាចំណុចទី1គឺមានគោលបំណងច្បាស់លាស់ផលបត្តិត្រូវកំណត់គោលបំណងយ៉ាងច្បាស់លាស់ត្រូវប្រើសម្រាប់អ្វីបង្ហាញពីស្នាដៃការវិតម្លៃឬក៏តាមដាននៃការរីកចម្រើនទី2គឺការបង្ហាញការរីកចម្រើនមិនត្រឹមតែបង្ហាញលទ្ធផលចុងក្រោយប៉ុណ្ណោះទេប៉ុន្តែវាបង្ហាញអំពីដំណើរការអភិវឌ្ឍរបស់សិស្សតាមពេលវេលាទី3ការជ្រើសរើសស្នាដៃសិស្សនិងគ្រូជ្រើសរើសស្នាដៃសំខាន់ដើម្បីបង្ហាញអំពីសមត្ថភាពនិងការរីកចម្រើនទី4មានការបញ្យល់និងពិចារណាសិស្សត្រូវអាចបញ្យល់អំពីស្នាដៃរបស់ខ្លួននិងពិចារណាអំពីអ្វីដែលខ្លួនបានរៀនទី5គឺវាមានភាពចម្រុះគឺមានស្នាដៃជាច្រើនប្រភេទដូចជាការសរសេរគំនូរគម្រោងឬក៏លំហាត់ផ្សេងចំពោះទី6គឺបង្ហាញអំពីសមត្ថភាពពិតប្រាកដជួយបង្ហាញអំពីសមត្ថភាពជាក់ស្ដែងមិនត្រឹមតែប៉ុណ្ណោះមិនមែនត្រឹមតែបង្ហាញអំពីបន្ទុកប៉ុណ្ណោះទេទី7អាចវាតម្លៃបានមានលក្ខណៈអាចប្រើសម្រាប់វាតម្លៃតាមលក្ខណៈវិនិច្ឆ័យឬក៏ស្តង់ដារទី8គឺមានការចូលរួមអំពីសិស្សមានតួនាទីសកម្មនៅក្នុងការប្រមូលជ្រើសរើសនិងរៀបចំស្នាដៃរបស់ខ្លួនឯងផ្ទាល់ចំពោះចំណុចទី3គឺគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលវិបត្តិចំពោះគុណសម្បត្តិនៃការប្រើប្រាស់ផលវិបត្តិវិញគឺទី1បង្ហាញអំពីការរីកចម្រើនពិតប្រាកដអាចឃើញការអភិវឌ្ឍរបស់សិស្សតាមដំណាក់កាលមិនមែនតែបន្ទុកចុងក្រោយនោះទេទី2ការវិតម្លៃសមត្ថភាពបានច្រើនផ្នែកដូចជាការសរសេរការគិតវិភាគការច្នៃប្រឌិតនិងជំនាញអនុវត្តទី3លើកទឹកចិត្តឲ្យសិស្សរៀនដោយខ្លួនឯងសិស្សមានការចូលរួមសកម្មនៅក្នុងការប្រមូលនិងជ្រើសរើសស្នាដៃទី4ជួយអភិវឌ្ឍការពិចារណាដោយខ្លួនឯងសិស្សអាចពិនិត្យនិងយល់អំពីអ្វីដែលខ្លួនបានរៀននិងត្រូវកែលម្អទី5បង្ហាញស្នាដៃច្បាស់លាស់អាចប្រើបង្ហាញអាចយកស្នាដៃដែលខ្លួនបានធ្វើហ្នឹងមកបង្ហាញឲ្យគ្រូឬក៏មេដាបេដាឬអ្នកផ្សេងឲ្យឃើញពីសមត្ថភាពរបស់ខ្លួនឯងតែម្ដងចំពោះគុណវិបត្តិនៅក្នុងការប្រើប្រាស់ផលវិបត្តិវិញទី1គឺចំណាយពេលច្រើនមានន័យថាទាំងគ្រូនិងសិស្សត្រូវចំណាយពេលនៅក្នុងការប្រមូលនិងរៀបចំទី2ពិបាកវាតម្លៃឲ្យស្មើគ្នាមានន័យថាប្រសិនបើគ្មានលក្ខណៈវិនិច្ឆ័យច្បាស់លាស់ទេវាមានភាពមិនយុត្តិធម៌នោះទេទី3ការណែនាំល្អពីគ្រូការណែនាំឬក៏ការបញ្យល់ណែនាំល្អពីគ្រូទៅកាន់សិស្សបើគ្មានការណែនាំសិស្សអាចនឹងមិនដឹងថាត្រូវដាក់អ្វីនៅក្នុងផលិបត្តិ
ទី4ការរៀបចំអាចនឹងស្មុគស្មាញមានថាជាពិសេសសម្រាប់សិស្សតូចៗឬក៏មុខជាច្រើនគាត់អាចនឹងមានភាពស្មុគស្មាញឬក៏ឆាប់ធុញទ្រាន់ឬក៏អត់យល់ពីអ្វីមួយដែលសិស្សគាត់មានលក្ខណៈថាគាត់នៅតូចពេកក៏អត់ដឹងថាត្រូវរៀបចំពីណាទៅណានោះទេចំពោះទី5វិញការរក្សាទុកឯកសារអាចបង្កបញ្ហាកន្លែងឬក៏ការគ្រប់គ្រងជាពិសេសបែបកណ្ដាស់អាចឆាប់ខូចឬក៏ឆាប់បាត់អីជាដើមចំពោះចូលមកដល់ចំណុចទី4ប្រភេទនៃផលិតបត្តិប្រភេទនៃផលិតបត្តិគឺវាមានចំណុចចម្បងដូចជាទី1ផលិតបត្តិនៃការងារទី1គឺប្រមូលស្នាដៃដែលសិស្សកំពុងធ្វើនិងកំពុងអភិវឌ្ឍមានន័យថាសិស្សគាត់កំពុងតែធ្វើអ្វីមួយសម្រាប់ស្នាដៃរបស់គាត់អញ្ចឹងគ្រូអាចនឹងប្រមូលអ្វីដែលសិស្សកំពុងតែធ្វើឬក៏គាត់កំពុងតែអភិវឌ្ឍអ្វីមួយដែលគាត់កំពុងតែធ្វើហ្នឹងបង្ហាញដំណើរការរៀននិងការកែលម្អអាចមានស្នាដៃមិនទាន់ល្អឬមិនទាន់បញ្ចប់ឧទាហរណ៍សេចក្តីព្រៀងឬក៏កិច្ចការផ្ទះលំហាត់កំពុងធ្វើមានន័យថានៅពេលដែលលោកគ្រូគាត់ដាក់លំហាត់ឲ្យធ្វើនៅពេលដែលនៅសាលារៀនគឺដាក់កិច្ចការផ្ទះយកឲ្យគាត់ធ្វើស្អែកឡើងគាត់ប្រមូលអញ្ចឹងមានន័យថានេះគឺជាសេចក្តីព្រៀងឬក៏កិច្ចការផ្ទះលំហាត់ដែលគ្រូបានដាក់ឲ្យធ្វើទី2ផលបត្តិបង្ហាញជ្រើសរើសស្នាដៃល្អបំផុតរបស់សិស្សមានន័យថានៅក្នុងថ្នាក់មួយមានសិស្សជាច្រើនក៏ប៉ុន្តែសិស្សដែលគាត់បានធ្វើកិច្ចការផ្ទះល្អជាងគេនេះមិនប្រកាសថាទាំងអស់នោះទេវាមានធ្វើល្អខ្លះនិងអត់ខ្លះអញ្ចឹងគ្រូគាត់អាចជ្រើសរើសម្នាក់ដើម្បីមកលើកកសារឬក៏កោតសរសើរឬក៏គាត់អាចឲ្យសិស្សដែលធ្វើកិច្ចការផ្ទះល្អហ្នឹងអាចឲ្យសិស្សម្នាក់ហ្នឹងឡើងមកបកស្រាយឬក៏ឡើងឲ្យធ្វើឲ្យមិត្តភ័ក្តិមើលជាដើមទី2គឺប្រើប្រាស់សម្រាប់បង្ហាញសមត្ថភាពនិងស្នាដៃឆ្នើមបើសិនមកសិស្សម្នាក់ហ្នឹងគាត់អាចធ្វើកិច្ចការមួយនឹងបានល្អគ្រូនឹងបង្ហាញប្រាប់ទៅកាន់មិត្តរួមថ្នាក់របស់គាត់ហ្នឹងថាសិស្សម្នាក់ហ្នឹងគឺជាសិស្សដែលមានការយកចិត្តទុកដាក់គឺជាសិស្សឆ្នើមនៅក្នុងថ្នាក់នេះតែម្ដងអញ្ចឹងកូនទាំងអស់គ្នាអាចយកគំរូតាមមិត្តភ័ក្តិអីអញ្ចឹងជាដើមអញ្ចឹងយើងជាគ្រូអាចប្រាប់គាត់បានបែបហ្នឹងដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តធ្វើតាមមិត្តភ័ក្តិដែលគាត់ជាសិស្សឆ្នើមនៅក្នុងថ្នាក់ហ្នឹងផ្ដោតទៅលើគុណភាពមិនមែនបរិមាណអញ្ចឹងមានន័យថាយើងមិនប្រកាសថានៅក្នុងថ្នាក់យើងជាច្រើនយើងសិស្សបានល្អនោះក៏ប៉ុន្តែយើងផ្ដោតនៅលើគុណភាពមិនថាសិស្សតិចសិស្សច្រើនយើងត្រូវតែឲ្យសិស្សយើងគឺមានចំណេះដឹងប្រហាក់ប្រហែលគ្នាអាចឲ្យគាត់មានលក្ខណៈថាគាត់មានចំណេះដឹងលក្ខណៈថា50យំទៅស្មើគ្នាតែម្ដងមិនប្រកាសថាសិស្សច្រើនអាចឲ្យគាត់បកកាយតែម្នាក់បានទេគឺត្រូវតែលក្ខណៈថាឲ្យចំណេះដឹងគាត់ហ្នឹងវាមានភាពស្មើគ្នាតែម្ដងមិនប្រកាសថាស្មើគ្នាទាំងអស់នោះទេក៏ថាយើងអាចឲ្យគាត់លក្ខណៈថាទោះគាត់អត់ចេះមិនក៏ដោយក៏គាត់អាចប្រហាក់ប្រហែលសិស្សដែលហ៊ានស្គួរសមបានដែរចំពោះឧទាហរណ៍វិញអត្ថបទល្អបំផុតគំនូរដែលស្អាតនិងគម្រោងឆ្នើមណាថាចំពោះឧទាហរណ៍មួយនេះបើសិនបើគ្រូដាក់កិច្ចការឲ្យគាត់គូគំនូរអ្វីមួយឲ្យយកឲ្យគាត់មើលអញ្ចឹងមានថាគ្រូនឹងប្រមូលកិច្ចការទាំងអស់ហ្នឹងយកមកឲ្យគាត់មើលស្រាប់តែគាត់សិស្ស2នាក់គាត់ធ្វើបានល្អអញ្ចឹងគ្រូប្រកាសជាយកគំនូរដែលសិស្សគូល្អ2នាក់ហ្នឹងយកមកបង្ហាញទៅកាន់មិត្តរួមថ្នាក់របស់គាត់ថានេះមិត្តភ័ក្តិយើងគូបានស្អាតអញ្ចឹងទៅដើម្បីឲ្យសិស្សនៅក្នុងថ្នាក់កែលម្អគូឲ្យបានស្អាតដូចគាត់ឲ្យ2នាក់នេះអញ្ចឹងចំពោះចំណុចទី3វិញគឺផលិតបត្តិនៃការវិតម្លៃប្រើប្រាស់សម្រាប់វិតម្លៃពិន្ទុនិងសមត្ថភាពរបស់សិស្សមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់ជ្រើសរើសស្នាដៃតាមស្តង់ដារឧទាហរណ៍កិច្ចការដែលគ្រូយកពិន្ទុឬក៏ការងារតាមស្តង់ដារឧទាហរណ៍ថានៅពេលដែលគ្រូដាក់លំហាត់ឲ្យធ្វើមួយលោកគ្រូប្រាប់ថាប្រសិនបើអ្នកណាធ្វើលំហាត់នេះបានត្រូវឬក៏ត្រឹមត្រូវគ្រប់ជ្រុងជ្រោយលោកគ្រូនឹងថែមបន្ទុកឲ្យ1ឬក៏ថែមបន្ទុកឲ្យ5អីអញ្ចឹងទៅតាមលោកគ្រូដែលគាត់បានដាក់ឲ្យសិស្សគាត់ធ្វើ
ចូលមកដល់ចំណុចទី5គឺការរៀបចំនិងការអនុវត្តការវិតម្លៃផលិតបត្តិអាចធ្វើទៅតាមជំហានសំខាន់ដូចជាការរៀបចំទី1ការរៀបចំកំណត់គោលបំណងសម្រាប់ថាត្រូវប្រើផលិតបត្តិសម្រាប់ធ្វើអ្វីបង្ហាញអំពីស្នាដៃវិតម្លៃឬក៏តាមដានការចម្រើនទី2កំណត់ប្រភេទនៃផលិតបត្តិជ្រើសរើសប្រភេទនៃលក្ខណៈថាប្រភេទជ្រើសរើសប្រភេទអ្វីមួយសម្រាប់កំណត់ប្រភេទនៃផលិតបត្តិមួយនឹងទី3កំណត់លក្ខណៈវិនិច្ឆ័យមានថាកំណត់ស្តង់ដារនិងចំណុចវាតម្លៃឲ្យច្បាស់គុណភាពការរៀបចំនិងការច្នៃប្រឌិតទី4ការកំណត់ប្រភេទនៃស្នាដៃសម្រាប់ថាសិស្សត្រូវដាក់អ្វីខ្លះអត្ថបទគំនូរលំហាត់ឬក៏គម្រោងអ្វីផ្សេងទី5ការណែនាំដល់សិស្សបង្ហាញអំពីរបៀបនៃការប្រមូលនិងរៀបចំផលិតបត្តិពន្យល់អំពីគោលបំណងនិងវិធីនៃការវាយតម្លៃចំពោះចំណុចទី2វិញការអនុវត្តទី1គឺការប្រមូលស្នាដៃសិស្សប្រមូលការងាររបស់ខ្លួនជាបន្តបន្ទាប់ជ្រើសរើសទី2គឺការជ្រើសរើសស្នាដៃសំខាន់ឬក៏ស្នាដៃដែលល្អបំផុតទី3វិញគឺការរៀបចំនិងការតម្រៀបមានថាដាក់ស្នាដៃតាមលំដាប់ពីលំដាប់ល្អទៅលំដាប់ដែលគួរសមតាមការបរិច្ឆេទឬក៏ប្រធានបទទី4ការសរសេរនិងការពិចារណាសិស្សបញ្យល់ពីអ្វីដែលបានរៀននិងអ្វីដែលបានកែលម្អទី5ការវិតម្លៃឬក៏លក្ខណៈវិនិច្ឆ័យដើម្បីវាតម្លៃស្នាដៃរបស់សិស្សទី6គឺការផ្ដល់មតិយោបល់របស់មតិយោបល់ដើម្បីជួយឲ្យសិស្សមានការអភិវឌ្ឍបន្ថែមទី3គឺការតាមដាននិងការកែលម្អពិនិត្យជាបន្តបន្ទាប់កែលម្អសម្រួលវិធីសាស្ត្របង្រៀននិងជួយសិស្សឲ្យកែលម្អស្នាដៃរបស់ខ្លួនមានថាគ្រូគឺត្រូវតែប្រើវិធីសាស្ត្រមួយដើម្បីកែសម្រួលទៅលើអ្វីដែលសិស្សដែលកំពុងធ្វើនឹងគាត់ធ្វើអត់ត្រឹមត្រូវឬគាត់ធ្វើអត់ទាន់ត្រូវអីចឹងទៅចឹងគ្រូត្រូវប្រើវិធីសាស្ត្របែបណាដើម្បីឲ្យសិស្សងាយស្រួលយល់ងាយស្រួលធ្វើហើយគាត់កាន់តែអភិវឌ្ឍទៅមុខកាន់តែរលូនចាចំពោះការធ្វើបទបង្ហាញរបស់ខ្ញុំត្រូវបានបញ្ចប់សូមអរគុណលោកគ្រូ